แล้วเพลง Mobile Legends Esports ក៏បានបញ្ជាក់ជាមួយនឹង main slot ដែលមិនមាន wildcard នោះទេជាមួយនឹងការប្រកួត MWI នៅ EWC 2026ផងដែរជាមួយនឹងការប្រកួត MWI ដែលមានឈ្មោះពេញថា Mobile Legends Women Invitational ជាការប្រកួតកម្រិតកម្ពុជារបស់នារីក៏បានធ្វើការប្រកាស slot ដែលទទួលបានកៅអីដើម្បីចូលរួមជាមួយនឹងការប្រកួតនៅ EWC ឆ្នាំ2026ចឹងនៅក្នុងនោះគឺបានន័យថា Title Defender គឺក្រុមនៅក្នុងឆ្នាំ2025នឹង Lab Defense Slot គឺប្រទេសឥណ្ឌូនេស៊ី Team Vitality នឹងទទួលបានកៅអី Philippines ទទួលបាន1កៅអីនិងកម្ពុជារបស់យើងទទួលបាន1កៅអីខ្លាចជាជើងឯកក្នុងការប្រកួត Queen Legend រដូវកាលទី3របស់យើងផងដែរអញ្ចឹងចាំមើលក្រុមមួយណានឹងគាត់ឡើងនឹងទទួលបានកៅអីមកកាន់ MWI នៅក្នុងក៏មានជាមួយនឹងមេកុងនៅនេះដឹងថៃឡាវវៀតណាមអីហ្នឹងបាទក៏ដូចជាអាហ្វ្រិកាម៉ុងហ្គាលីទទួលបាន1 North America NA ទទួលបាន1ទូគីទទួលបាន1ឥណ្ឌូនេស៊ីទទួលបាន1 Title Defender ទទួលបាន1ឥណ្ឌូនេស៊ីបាន1ចឹងរហូតដល់បានដល់តែ2ម៉ាឡេស៊ីសិង្ហបុរីគឺបានតែ1ទេមីយ៉ាន់ម៉ាទទួលបាន1ដែរមេណា1 ECA 1ចិន1 South America 1និង Western Europe ទទួលបាន1ដូចគ្នាប៉ុណ្ណេះអញ្ចឹងសរុបទាំងអស់គឺរហូតដល់16ក្រុមប៉ុន្តែដោយសារ Title Defender គេទទួលបាន1ហើយឥណ្ឌូនេស៊ីទទួលបាន1ទៀតអញ្ចឹងគឺទទួលបានដល់12កៅអីអញ្ចឹងបើសិនអ្នកគ្នាដែលគាត់ជា Title Defender បានថាជាអ្នកដែលគាត់ជើងឯកក្នុងឆ្នាំចាស់ទទួលបានកៅអីហើយបាន1កៅអីថែមទៀតវ៉ាវច្រើនមែនទេអញ្ចឹងកុំភ្លេចណាអាចធ្វើការចុច follow ទៅលើ Facebook Page ក៏ដូចជា TikTok ក៏ដូចជា Subscribe YouTube Channel ដើម្បីទទួលបានជាមួយនឹងព័ត៌មានថ្មីៗនៃការប្រកួត Mobile Legends Bang Bang ទាំងនៅក្នុងស្រុកនិងក្រៅស្រុកផងដែរជួបគ្នាក្នុងវីដេអូក្រោយសូមអរគុណ